ថ្ងៃនេះក្រុមការងាររបស់យើងបានចុះមកដល់ផ្ទះមីងពូមីងនេះគាត់ដាំត្រប់ផ្លោកគូហើយត្រប់របស់គាត់នេះចម្លែកផ្លែកទឿផ្លែក៏ខ្លីកងតែមិនបាច់មើលទេផ្លែប៉ុនសក់ស្រូវ1 គីឡូជាងខ្លះចង់2 គីឡូមីងក៏បកកែដាំមើលផ្លែវាធំតែនយកទៅថ្លឹងអី1 គីឡូជាងអត់បាត់ទេណាយើងឃើញនៅក្នុងទូរស័ព្ទនេះឃើញតូចទេប៉ុន្តែជួបជាក់ស្ដែងប៉ុនកពួនជើងធំប៉ុនកពួនជើងមនុស្សចាស់ធំតែនហើយមើលផ្លែហើយក៏បេះបានច្រើនសារហើយត្រប់នៅនេះប៉ុន្តែគ្រាន់តែមើលទៅវាល្អហើយគាត់ដាំធម្មតាតាមធម្មជាតិរបស់គាត់ហ្នឹងហើយជំងឺតកតងជាមួយផ្លែវាខ្លីនៃគ្រូតាក៏នៅខេត្តពោធិ៍សាត់គាត់ឲ្យជាងខ្លាំងខាងជាងធ្វើការនៅមន្ទីរកសិកម្មនេះអាណាដែលគេទុកពូជហ្នឹងគឺគេបានចងវាក៏ហនចំណាំហើយគាត់ទុកពូជច្រើនណាសួរគាត់មិនក៏ទុកពូជច្រើនដែរគាត់ថាទុកចែកអ្នកចិត្តខាងផងបងប្អូនផងនៅពេលដែលដាំទៅគេឃើញផ្លែវាស្អាតចឹងគេចង់ដាំផ្លែច្រើនតែនទឿហើយនេះឃើញផ្លែវាកតល់អញ្ចឹងមិនថាឬយើងណាកុំតន់អស់សង្ឃឹមអីដល់សម័យនេះហើយកុំថាឡើយមនុស្សសំបីតែត្រប់ក៏វាទឿដែរអញ្ចឹងយើងអត់តន់អស់សង្ឃឹមអីហើយលោកពូបានផ្ដល់អានសាសមួយចំនួនតាក់ទងជាមួយនឹងបច្ចេកទេសនៃការដាំត្រប់ហ្នឹងហើយមួយទៀតគឺជាពិសេសគឺតាក់ទងជាមួយបញ្ហាជំងឺការគ្រប់គ្រងជំងឺការថែទាំការកម្ចាត់ជំងឺតាមបែបធម្មជាតិដែលតែងតែកើតឡើងទៅលើដំណាំផ្សេងរបស់កសិករហើយដូចជាពួកយើងជាក្មេងៗនេះក៏ត្រង់ត្រាប់ស្ដាប់ពីអនុសាសន៍របស់គាត់ដើម្បីយកមកសិក្សាពេញបន្ថែមមើលអាមួយនេះចាស់អ្នកត្រាប់នេះគេចង់ទុកពូជតែធំខ្ញុំធ្លាប់ទិញត្រប់វែងនឹងដែរទិញនៅលើទីផ្សារតែវាមិនធំម្លឹងទេយ៉ាងច្រើនប្រព័ន្ធក៏ដៃហើយរឿងទៅវែងតែត្រប់នេះវាចម្លែកជាងគេហើយពេលនេះគឺនេះយើងមើលឃើញមកមៀកតាក់ទងជាមួយជំងឺដោយសារតែនៅជួបនឹងហេតុការណ៍ផ្ទាល់ហើយតាក់ទងជាមួយសត្វល្អិតដែលយើងកំពុងជួបផ្ទះនេះអញ្ចឹងក៏លោកពូក៏បានចែកលេខតាក់ទងនឹងព័ត៌មាននឹងឲ្យយើងបានដឹងនឹងរៀនសូត្រទាំងអស់គ្នាតែម្ដងទៅឆ្លងជំងឺខ្លោចអញ្ចឹងតែប៉ុណ្ណេះដូចជាមិនតែអាមួយទៀតរួញដែរតែអត់ងាប់អញ្ចេះទេអាហ្នឹងពួករុយសចឹងសត្វវាខុសគ្នានេះអានេះផ្លែងាប់ហ៎ងាប់ចឹងអានេះសត្វពួកជំងឺអញ្ចឹងតើដកចោលហ្មងដកចោលហើយមកទៅមើលតិចដកចោលបាយក្បោយអានេះមិនបាច់យកវាទុកពូជទេអត់ទេដកចេញទៅផ្លែវាហ្នឹងណាកុំយកអានេះកើតជំងឺដើមនេះផ្លែធំហើយងាប់បាក់ដល់មើលសិតវាកើតនៅរឹសអត់ទេនឹងទុកពូជអត់ឥឡូវដកមកអូនដកមកដើមអាទុកពូជបាទហើយយើងត្រូវការប្រើកបោសយកទៅមើលមកលុបទៅឃើញវាមកវាល្អទៅស្នាក់ហើយវាទឹកកើតដែរវាតលួយទឹកកើតហើយទឹកកើតទុកយូរីពេញណៃអស់ដកអស់ច្រើនដែរហ្នឹងណាកាលណាផ្សិតវាជាដកចោលច្រើនដែរហ្នឹងវាស្ពណ៌វាហោះហើរខ្យល់ទៅណាវាទៅហ្នឹងចឹងបានគេឲ្យគេកើតចឹងឲ្យដកចោលហើយពីហើយពេលបដោះកូនយើងប្រើត្រីគោដែលមកទៅឬក៏ដាក់អញ្ចឹងក៏បានឬក៏យើងប្រើថ្នាំផ្សិតអីការពារវាណាពិតជាសូមអរគុណដល់លោកពូតែនដែលបានណែនាំបង្ហាត់ជាងតកតងជាមួយបញ្ហានេះហើយនេះគឺជាការសិក្សាមួយដ៏ល្អដែលយើងបានជួបប្រទះផ្ទាល់ហើយនឹងរៀនសូត្រតកតងជាមួយជំងឺផ្សេងដែលបានជួប